នេះគឺជាហេតុការណ៍មួយដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើយន្តហោះនារីដែលជាអ្នកដំណើរបានទប់មិនជាប់របស់កខ្វក់នៅខាងក្នុងពោះធ្វើឲ្យវត្ថុកខ្វក់នោះបានជះសាយភាយពេញនៅខាងក្នុងយន្តហោះមូលហេតុដែលធ្វើឲ្យរបស់កខ្វក់ដែលបានសាយភាយពេញយន្តហោះនោះពេលមុនដែលនាងបានឡើងយន្តហោះនាងបានលេបថ្នាំបញ្ចុះអស់ជាច្រើនរយគ្រាប់ធ្វើឲ្យនាងមិនអាចទប់ជាប់ជាមួយនឹងកម្លាំងបុកដ៏ខ្លាំងក្លាចេញមកពីខាងក្នុងហើយក្លិនដ៏អាក្រក់ដែលនៅខាងក្នុងយន្តហោះនេះធ្វើឲ្យអ្នកដំណើរផ្សេងទៀតមិនអាចទប់ទល់បានអ្នកដំណើរផ្សេងទៀតអ្នកខ្លះក៏បានក្អួតអ្នកខ្លះទៀតក៏មិនបានដកដង្ហើមនៅខាងក្នុងយន្តហោះនេះដែរធ្វើឲ្យអ្នកដំណើរដែលបានជិះយន្តហោះជាមួយខឹងជាមួយនឹងនាងខ្លាំងណាស់ស្រាប់តែពេលនោះអ្នកបម្រើការនៅលើយន្តហោះក៏បានសម្រេចចិត្តដើម្បីមកជូតវត្ថុដែលកខ្វក់នៅលើយន្តហោះនោះចោលភាលុតក៏មិនបានបន្តដំណើរតទៅមុខទៀតដែរដោយសារតែក្លិនកខ្វក់នៅលើយន្តហោះនោះអាក្រក់ខ្លាំងពេកក៏បានសម្រេចចិត្តចុះចតនៅកន្លែងមួយនឹងមិនបន្តដំណើរទៅមុខទៀតទេហេតុការណ៍មួយនេះគឺគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែអ្នកដំណើរម្នាក់មិនអាចទប់ទល់ជាមួយនឹងកម្លាំងបុកច្រាននៅខាងក្នុងបានបណ្ដាលឲ្យការធ្វើដំណើរត្រូវផ្អាកទាំងស្រុង